ជំនួបរវាងបូរេលេនវត្រានិងអតិថិជនទទួលផលជាវិជ្ជមានក្រោមវប្បធម៌សន្តានានិងបានឯកភាពគ្នាបន្តជំរុញពន្លឿនការងារដោះស្រាយមួយចំនួនក្រុមការងារក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់និងរដ្ឋបាលខេត្តកណ្ដាលបានបន្តដឹកនាំកិច្ចប្រជុំសម្រួលនិងដោះស្រាយករណីទិញឬលក់ផ្ទះដីឡូរបស់គម្រោងបូរេលេនវត្រានិងអតិថិជនដោយបានធ្វើការបន្តពិនិត្យលើសំណើសំណុំពររបស់តំណាងអតិថិជនគម្រោង 6A និងជ្រៃ100កាលពីថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025បើយោងតាមក្រសួងរៀបចំដែនដីបានបញ្ជាក់ថាជាលទ្ធផលកិច្ចប្រជុំបានប្រកាន់យកវប្បធម៌សន្តានានិងបានពិគ្រោះគ្នាប្រកបដោយស្មារតីយោគយល់ហើយបានឯកភាពគ្នាក្នុងការបន្តជំរុញការងារដោះស្រាយពន្លឿនការងារសាងសង់ផ្ទះឬការចាក់ដីឡូនិងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ចាំបាច់និងអត្ថប្រយោជន៍របស់គម្រោងគួរបញ្ជាក់ថាគម្រោងផ្ទះនិងដីឡូលេងនវត្រាជ្រៃ100និងគម្រោងផ្លូវជាតិលេខ 6A ដែលមានស្ថិតនៅទីតាំងភូមិជ្រៃ100និងភូមិអន្លង់ស្លែងឃុំសម្បូរមាសស្រុកមុខកំពូលខេត្តកណ្ដាល